តើប្រទេសអូស្ត្រាលីគេទាមទារឬក៏តម្រូវឯកសារអ្វីខ្លះក្នុងការដាក់តលេងអញ្ចឹងបងប្អូនចូលចាំស្ដាប់នៅក្នុងវីដេអូមួយនេះប្រទេសអូស្ត្រាលីគឺជាប្រទេសមួយដែលគេតម្រូវឯកសាររៀងខ្ពស់បន្តិចមិនថាអាមេរិកមិនថាអូស្ត្រាលីមិនថាញូហ្សេឡង់មិនថាកាណាដាគឺតម្រូវឯកសារគឺស្រដៀងគ្នាតែទាំងអស់អញ្ចឹងទី1គឺខ្ញុំលើកឡើងនៅប្រទេសអូស្ត្រាលីហើយខ្ញុំសូមទោសផងខ្ញុំមិនមែនជាភ្នាក់ងារ agency ទេតែអ្វីដែលខ្ញុំដឹងគឺខ្ញុំចាត់រំលែកនឹងគឺអ្វីដែលខ្ញុំរត់ការឬក៏ខ្ញុំធ្វើនៅលើខ្លួនឯងផ្ទាល់ទើបខ្ញុំចេញវីដេអូដើម្បីប្រាប់បងប្អូនអញ្ចឹងណាបងប្អូនចំពោះប្រទេសអូស្ត្រាលីក្នុងការដាក់ស្នើសុំនៅស្ថានភាពគេហៅថា visa visitor subclass 600ហ្នឹងគឺបើសិនជាបកប្រែខ្មែរគឺគេហៅថាលេខសម្គាល់ visa 600អញ្ចឹងលេខ visa 600ហ្នឹងគឺគេផ្ដល់ស្ថានភាពដូចជា3ខែ6ខែ1ឆ្នាំ3ឆ្នាំ2ឆ្នាំអីចឹងអាស្រ័យទៅលើ government ឬអាស្រ័យទៅលើយើងដាក់ស្នើសុំទៅខាងគេអញ្ចឹងណាបងប្អូនហើយចំពោះឯកសារដែលគេតម្រូវឲ្យមានអ្វីខ្លះហ្នឹងខ្ញុំនឹងរៀបរាប់នៅខាងក្រោមទី1គឺមានអត្តសញ្ញាណប័ណ្ណឬក៏ passport ទី2គឺរូបថតផ្ទាំងសគេហៅថា background ពណ៌សបងប្អូនហើយ background ពណ៌សហ្នឹងគឺលេខ3x4 ឬក៏4x5អញ្ចឹងណាបងប្អូនហើយបងប្អូនអាចធ្វើការទៅកន្លែងថតរូបទៅប្រាប់គេទៅថាខ្ញុំចង់បានរូបថតស្រាប់ដាក់ស្ថានភាពក្នុងការស្នើសុំតលេងប្រទេសវីសាឬក៏ដាក់សិទ្ធិរស់នៅគឺដូចគ្នាទាំងអស់តែម្ដងហើយទី3នោះគឺសិភៅគ្រួសារឬក៏សិភៅស្នាក់នៅតម្រូវឋានបច្ចុប្បន្នហើយសម្បត្តិអាពាហ៍ពិពាហ៍បើសិនជាយើងរៀបការហើយឬក៏សម្បត្តិ single ហើយបើសិនជាយើងលេងលះគឺយើងត្រូវដាក់សម្បត្តិលេងលះផងដែរមួយទៀតប្លង់ផ្ទះប្លង់ដីប្លង់ចំណូលអ្វីដែលជាគេហៅថាជាកម្មសិទ្ធិរបស់យើងគឺយើងដាក់ចូលទាំងអស់ហើយមួយទៀតគឺបានបតង់ការរកស៊ីផ្សេងបើសិនជាយើងមានបានបតង់ទេសូមបញ្ជាក់នៅភូមិឃុំពីមុខចំណូលឬក៏អាជីវកម្មរបស់យើងតែយើងធ្វើអីសប្តាហ៍ថ្ងៃហើយបើសិនជាយើងធ្វើការយើងធ្វើការបញ្ជាក់កណ្ដាស់ពីកន្លែងធ្វើការរបស់យើងឬក៏បញ្ជាក់ពីប្រាក់ខែ pay slip ឬក៏ bank statement ឬក៏បញ្ជាក់ពីហើយមួយទៀតសម្បត្តិសុំច្បាប់ពីកន្លែងធ្វើការថាចំនួនប្រហែលថ្ងៃគឺយើងទៅលេងប្រហែលថ្ងៃមកវិញថ្ងៃណាដើម្បីឲ្យច្បាស់លាស់ហើយគឺគេហៅថាក្នុងការសម្បត្តិក្នុងការធានាពីបងប្អូនឬក៏ពួកម៉ាក់ផ្សេងឬក៏តាមធួអីផ្សេងដែលយើងបានដាក់ឬក៏យើងស្នើសុំខ្លួនឯងឬក៏បើសិនជាមួយទៀតគឺយើងបើសិនជាយើងមានបងប្អូនឬក៏អត់មានកន្លែងស្នាក់នៅទេយើងអាចកក់អូតែលយកกระดาษអូតែលឬក៏กระดาษ booking hotel accommodation អីផ្សេងហ្នឹងគឺយើងអាចស្នើសុំដើម្បីប្រាប់គេថាខ្ញុំទៅលេងប្រទេសនេះរយៈពេលប្រហែលថ្ងៃដូចប្រទេសអូស្ត្រាលី Sydney Melbourne Adelaide Brisbane អីចឹងគឺអាហ្នឹងគឺយើងដាក់ប្រហែលថ្ងៃដើម្បីបញ្ជាក់ដើម្បីគេឲ្យមកយើងហើយក្នុងការសរសេរសម្បត្តិ letter ហ្នឹងគឺបងប្អូនបញ្ជាក់ថ្ងៃបញ្ជាក់ការឈប់អីចំនួនថ្ងៃឲ្យច្បាស់លាស់ហើយនឹងគោលបំណងយើងថាយើងទៅប្រទេសហ្នឹងធ្វើអ្វីអញ្ចឹងទៅគេអាចមើលហើយគេជឿជាក់ទៅគេផ្ដល់ស្ថានភាពឲ្យយើងហើយមួយទៀតសូមបងប្អូនធ្វើกระดาษដែលយើងដាក់នៅក្នុង government immigration ហ្នឹងគឺយើងធ្វើការដាក់នៅសម្បត្តិកុំខ្លែងបន្លំឲ្យសោះហ៊ានតបងប្អូនខ្លែងបន្លំបើសិនជាខាងប្រទេសអូស្ត្រាលីគេដឹងគេនឹងទម្លាក់បងប្អូនគេនឹង ban ឈ្មោះបងប្អូនអញ្ចឹងបើសិនជាបងត្រូវប្រទេសអូស្ត្រាលី ban ឈ្មោះឲ្យបងប្អូនរៀងពិបាកបន្តិចក្នុងការដាក់ប្រទេសផ្សេងអញ្ចឹងវីដេអូមួយនេះរៀងវែងបន្តិចតែមានន័យសម្រាប់ឲ្យបងប្អូនស្វែងយល់បន្ថែមហើយបើសិនជាបងប្អូនខ្វះចន្លោះdocument កន្លែងណាឯកសារកន្លែងណាខ្ញុំអត់មែនជាភ្នាក់ងារ agent ទេអញ្ចឹងបងប្អូនអាចសួរខ្ញុំđưaព័ត៌មានតិចតួចខ្ញុំអាចឆ្លើយតបបានបើសិនជាព័ត៌មានជ្រៅជ្រះសូមបងប្អូនតាក់ទងទៅភ្នាក់ងារខាងរត់ឯកសារគេហៅថា immigration agent ឬក៏ភ្នាក់ងារឯកសារតាមឈ្មោះនានាគេនឹងប្រាប់បងប្អូនអញ្ចឹងសង្ឃឹមបងប្អូនចូលចិត្តនៅវីដេអូមួយនេះបាយបាយ